សួស្តីអ្នកនរគ្នាខ្ញុំសិលីហើយដោយសារតែថ្ងៃនេះក្រុមនិស្សិតនៅប្រទេសឆែករបស់យើងបានរៀបចំនៅកម្មវិធីពេជ្រនៅជុំគ្នាហើយឃើញថាមាននិស្សិតមកពីសាលាផ្សេងៗគ្នាជាច្រើនបានចូលរួមចឹងថ្ងៃនេះខ្ញុំនឹងទៅសម្ភាសសួរគាត់អំពីបទពិសោធន៍តាក់ទងជាមួយនឹងការរៀនសូត្រក៏ដូចជាការរស់នៅក្រៅប្រទេសចង់ដឹងថាគាត់មានចំណាប់អារម្មណ៍បែបម៉េចខ្លះកុំភ្លេចតាមដានមើលវីដេអូនេះទាំងអស់គ្នាតើយើង Hello បងឥឡូវយើងទៅជួបបេក្ខជនស្រីស្អាតរបស់យើងទាំងពីរនាក់ដែលកំពុងតែលេងកីឡានៅទីនោះទៅជួបនិស្សិតជើងចាស់របស់យើងមួយរូបដែលសម្បូរទៅដោយបទពិសោធន៍ការងារនិងការសិក្សាតោះឡូបងថតអីទេជាមួយនឹងសិស្សច្បងយើងម្នាក់ទៀត What បងជួយណែនាំខ្លួនតិចបានអត់បងសួស្តីបងអាចជួយណែនាំខ្លួនបន្តិចបានអត់បងបែងឈ្មោះអីរៀនអីគេហើយមកប្រទេសឆែកហ្នឹងក្នុងឆ្នាំណាសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះភាឈ្មោះពេជ្រជំរាបសួរខ្ញុំឈ្មោះប៊ុនណាសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះណោមសវុនខ្ញុំឈ្មោះសេងឡុងខ្ញុំឈ្មោះធីវីខ្ញុំឈ្មោះស្មីតែអ្នកនរគ្នាខ្ញុំជានិស្សិតអាហារូបករណ៍ឆ្នាំ2023មកសិក្សានៅសាធារណរដ្ឋឆែកខ្ញុំមកដូចជាឆ្នាំ2023 2024ពី2016មកឆ្នាំ2022ឆែកឆ្នាំ2021ទៅនឹងមករៀននៅឆែកនឹងឆ្នាំមុនមួយឆ្នាំមកឆែក6ឆ្នាំហើយខ្ញុំរៀនចប់ហើយមួយខែទៀតទៅខ្មែរវិញហើយខ្ញុំសិក្សានៅជំនាញ information management ឬក៏គេនិយាយថាគ្រប់គ្រងព័ត៌មានវិទ្យាបញ្ចប់ការសិក្សានៅសាលា CTU in Prague ជំនាញ electrical power engineering ឥឡូវនេះខ្ញុំរៀនអនុបណ្ឌិតខាងផ្នែក informatics IT yes បច្ចុប្បន្នគឺជានិស្សិតបញ្ញាបត្រជាន់ខ្ពស់ដែលកំពុងតែរៀននៅសាកលវិទ្យាល័យមានឈ្មោះហៅកាត់ថា CTU ជានិស្សិតផ្នែកវិស្វកម្មសំណង់ស៊ីវិលខ្ញុំមករៀនផ្នែកសេដ្ឋកិច្ចនៅសាលា CTU រៀន economic ដូចគ្នាខ្ញុំរៀននៅ CTU ផងឯងរៀនចប់ហើយតើបងអាចនិយាយតាក់ទងជាមួយបទពិសោធន៍របស់បងក្នុងការរស់នៅជានិស្សិតអន្តរជាតិនៅក្នុងប្រទេសឆែកនេះតើមានចំណុចល្អអីគេខ្លះហើយមានចំណុចអវិជ្ជមានឬក៏ចំណុចដែលបងគិតថាវាជា challenge សម្រាប់បងមានអីគេខ្លះមកជួយចែករំលែកតិចបានអត់បងយល់ថាមានចំណុចល្អអីគេខ្លះដើម្បីពេញចិត្តឆែកនេះហើយចំណុចអីគេដែលគិតថាជា challenge អញ្ចឹងចំណុចវិជ្ជមានដែលខ្ញុំគិតថាល្អសម្រាប់និស្សិតខ្មែរយើងទី1បើសិនបើគាត់ចង់បានបទពិសោធន៍នៅក្នុងការសិក្សានៅសហគមន៍អឺរ៉ុបខ្ញុំគិតថាការជ្រើសរើសប្រទេសឆែកហ្នឹងគឺជាចំណុចល្អមួយដោយសារតែប្រទេសនេះយើងអាចនឹងគិតថាវារៀងថ្លៃអញ្ចឹងណាប៉ុន្តែ actually ហ្មងតម្លៃនៅក្នុងការសិក្សាខ្ញុំអាចនិយាយថាជាទៅគឺទង 3,000 ទៅ 4,000 យូរ៉ូក្នុងមួយឆ្នាំចឹងសម្រាប់សិស្សយើងដែលគាត់អាចបងតម្លៃសិក្សាប៉ុណ្ណឹងបានគាត់ថាជាចំណុចល្អមួយហើយក្រៅពីហ្នឹងទៀតជាទៅនៅប្រទេសនៅអឺរ៉ុបហ្នឹងគឺគាត់មានការ support ឬក៏គ្រប់គ្រងសិស្សបរទេសឬក៏សិស្សទូទៅពេលដែលគាត់ទៅណាតាមរយៈរថភ្លើងឬក៏ឡានក្រុងគេមានការបញ្ចុះតម្លៃប្រហែលជា 50% ហើយនឹងតាមកន្លែងម្ហូបឬក៏កន្លែងសភៅមួយចំនួនគេមានការបញ្ចុះតម្លៃសម្រាប់និស្សិតដូចគ្នាចំណុចវិជ្ជមានទី1យើងមកដល់នេះយើងទទួលបានបរិយាកាសថ្មីប្លែកដែលវាថាវប្បធម៌គេអឺរ៉ុបគេខុសពីយើងអញ្ចឹងណាហើយយើងបានចូលរៀននៅសាលាដែលគេមានឧបករណ៍ច្រើនថ្មីប្លែកៗដែលយើងអត់ដែលបានឃើញពីមុនហើយយើងបានដើរលេងនៅប្រទេសអឺរ៉ុបផ្សេងៗនេះក៏ដូចជាបានសាកម្ហូបអាហារនិងស្គាល់វប្បធម៌គេបានច្រើនប្រព័ន្ធសិក្សារបស់គេល្អនៅអឺរ៉ុបអញ្ចឹងយើងបើយើងបានសញ្ញាបត្រអីទៅយើងគេទទួលស្គាល់ច្រើនហើយទៅគេនៅប្រទេសអភិវឌ្ឍអញ្ចឹងគេដើរលឿនជាងយើងគេមានរបស់ថ្មីជាច្រើនដែលយើងអាចរៀនបានហើយយកទៅប្រើហើយចំពោះការងារវិញនៅឆែកនេះគួរសមដែរដោយសារតែវាថាអត្រានៃអត់ការងារធ្វើវាតិចអញ្ចឹងមានន័យថាយើងម្នាក់មានអាចមានលទ្ធភាពរកការងារធ្វើបានងាយដោយសារក្រុមហ៊ុនអន្តរជាតិនេះច្រើនសូម្បីតែយើងអត់ចេះភាសាឆែកក៏យើងអាចរកការងារបានធ្វើដែរចំណុចដែលខ្ញុំចូលចិត្តជាងគេនៅប្រទេសឆែកហ្នឹងគឺបរិស្ថាន environment នៅនឹងវាអត់សូវញញែកបរិយាកាសខ្យល់អាកាសឬក៏ចរាចរណ៍អីស្ងាត់ស្រួលវាអត់ញញែកហើយក៏អត់សូវមាន pollution មានអីច្រើនគឺពិសេសតាក់ទងទៅនឹងលំហបៃតងដល់ទីនេះគឺនៅជុំវិញទីក្រុងមើលទៅកន្លែងណាក៏លំហបៃតងដូចជាសួនច្បារជាដើមអញ្ចឹងចំណុចដែលចូលចិត្តជាងគេនៅនេះមានអារម្មណ៍ថាស្រុកទេសគេវាមានសុខភាពល្អយើងដើរលេងទៅណាអញ្ចឹងណាយប់ឡើងយើងជិះមធ្យោបាយទៅណាតាម public transport អីចឹងវាងាយស្រួលវា peaceful ហើយយើងចង់ធ្វើអីក៏បានដែរអត់មានអីញញៃមនុស្សក៏អត់សូវញញៃអីហ្មងដែរហូននៅប្រទេសឆែកហ្នឹងស្រួលជាងគេគឺ transportation best of the best
on time ឡានហើយនឹងត្រាំឬក៏ត្រេនអីពីច្រើនវាមកទៀងម៉ោងល្អស្រួលធ្វើដំណើរហើយមួយឆ្នាំបងតែជាង100ឯងអញ្ចឹងវាអាចថាវាចំណេញច្រើន បងគិតថាមានគេខ្លះជា challenge សម្រាប់បងបែបរបស់ពិសោធន៍បងផ្ទាល់ challenge ជាងគេរឿងភាសា ធំបំផុតខ្ញុំគិតថាជាចំណុចដែលអ្នកគ្រប់គ្នាតែងតែលើកឡើងមកគឺភាសា មួយទៀតក៏ដូចជាភាសាអីវាអាចនឹងពិបាកដែរ ភាសាពីព្រោះអ្នកណានេះភាគច្រើនគេចូលចិត្តឲ្យយើងចេះភាសាឆែកពេល communicate ពេលទៅកន្លែងសំខាន់ៗឧទាហរណ៍ដូចជាមន្ទីរពេទ្យដូចជា pharmacy ដូចជា bank ហើយតែយើងប្រើសេវាកម្មសាធារណៈដូចជាពេទ្យទៅច្រើនគាត់និយាយ check បើសិនជាយើងអត់ចេះទេវាពិបាកនឹងតំណតំណងជាពិសេសនៅពេទ្យនឹងហ្មងពេទ្យក៏គាត់ចេះនិយាយអង់គ្លេសដែរប៉ុន្តែគ្រាន់តែថាអង់គ្លេសរបស់គាត់មិនសូវជាចំណាប់ហើយភាសា check ទីមួយវាពិបាករៀន ភាសា check វាពិបាកដូចខ្ញុំមកឥឡូវហ្នឹងវា2 3ឆ្នាំហើយហ្នឹងអត់តន់ចេះអីមួយម៉ាត់មួយកផងហ្នឹង ក្នុងសាលាយើងអាចនិយាយអង់គ្លេសបានប៉ុន្តែបើទៅក្រៅពេលខ្លះដូចជាទៅផ្សារអញ្ចឹងយើងប្រើអង់គ្លេសខ្លះលេជាមួយនឹងកាយវិការខ្លះអញ្ចឹងទៅ វាអត់មែនជាបញ្ហាចោតខ្លាំងទេព្រោះអីយើងអាចប្រើ Google Translate បានគេនៅតែយល់យើងអញ្ចឹងគាត់ថាបើសិនយើងចេះ check អាហ្នឹងស្រួលជាង ទី1បើសិនបើនិស្សិតគឺដែលមានបទពិសោធន៍ទៅសិក្សានៅស្រុកក្រៅឬក៏អញ្ចឹងទេគាត់អាចមានផលលំបាកនៅក្នុងការប្រើប្រាស់ភាសាអញ្ចឹងអាហ្នឹងវាអាចជាចំណែកវិជ្ជមានមួយដោយសារតែនៅនេះគឺតម្រូវឲ្យគាត់ចេះបត់បែនតាក់ទងជាមួយនឹងមនុស្សអញ្ចឹងគឺគាត់ត្រូវប្រស័យតាក់ទងច្រើនដោយសារនៅនេះវាអត់សូវស្បោកខ្មែរហ្មងទេគាត់ត្រូវរៀន adapt ជាមួយនឹងមជ្ឈដ្ឋានជុំវិញខ្លួនរបស់គាត់ជាដើម ការរស់នៅទម្លាប់មកនេះគេអាចនឹងខុសពីយើងនៅអាស៊ីយើងច្រើន វប្បធម៌អឺរ៉ុបជាទូទៅឬក៏វប្បធម៌ឆែកនេះវាអាចថាវាខុសពីវប្បធម៌យើងអញ្ចឹងពេលខ្លះវាធ្វើឲ្យយើងពិបាកគេហៅថាសម្របខ្លួនជាមួយនឹងប្រទេសនេះក៏ដែរអញ្ចឹងណាប៉ុន្តែមានអីហងគិតថាប្រជាជនគេភាគច្រើនមិនរស់រាយខ្លាំងដែរប៉ុន្តែក៏អត់សូវមានពីណាគេខ្វល់ពីយើងអញ្ចឹងគិតថាវាយើងរស់នៅស្រួលដែរ ខ្ញុំមានបញ្ហាមួយគឺតាក់ទងនឹងម្ហូបអាហារ យ៉ាអាចរឿងម្ហូបប៉ុន្តែអញតាមមនុស្សម្នាក់គាត់របៀបញ៉ាំផ្សេងៗគ្នា ខ្ញុំគិតថាចំណុចហ្នឹងប្រហែលជាអាចមកពីខ្លួនខ្ញុំផ្ទាល់ព្រោះខ្ញុំគិតថាម្ហូបនៅប្រទេសឆែកហ្នឹងគឺខ្ញុំញ៉ាំទៅមានអារម្មណ៍ថាប្រៃប្រហែលជាមកពីខ្ញុំញ៉ាំសាបអីទៅ ធ្វើម្ហូបធ្វើញ៉ាំខ្លួនឯងព្រោះយើងអាចញ៉ាំនៅក្រៅបានច្រើនម្ហូបគេក៏យើងអាចញ៉ាំបានរាល់ថ្ងៃអីដែល challenge ខ្លាំងជាងគេគឺនៅឆ្ងាយផ្ទះ challenge ខ្លាំងបំផុតគឺមករស់នៅខាងក្រៅវាឆ្ងាយពីអ្នកផ្ទះឆ្ងាយពីមិត្តភ័ក្តិបងប្អូនអញ្ចឹងទៅ face ជាមួយហូសនៅម្នាក់ឯងរៀងឯកាដែរ ព្រោះយើងមានអារម្មណ៍ថាវាឯកាខ្លះដែរអញ្ចឹងណា ឆ្ងាយម៉ាក់ប៉ាឆ្ងាយផ្ទះអញ្ចឹង បើយើងមកជា international អញ្ចឹងភាគច្រើន challenge យើង visa challenge ជាងគេហ្នឹង main challenge របស់ខ្ញុំនៅហ្នឹង ចំណុចមួយទៀតគឺតាក់ទងទៅនឹងការរស់នៅបន្ទប់ដែលខ្ញុំរស់នៅនៅដមដូចជាបន្ទប់ទឹកដូចជាផ្ទះបាយគឺយើងត្រូវរួមគ្នាដែលពីមុនដែលខ្ញុំធ្លាប់នៅផ្ទះខ្លួនឯងយើងមានបន្ទប់ទឹកយើងមានផ្ទះបាយប្រើរៀងខ្លួនយើងមានភាពងាយស្រួលតែម្ដងទៅហ្នឹងគឺមានអារម្មណ៍ថាពិបាកបន្តិចប៉ុន្តែខ្ញុំគិតថាដូចជាមិនអីជាបញ្ហាប្រហែលទេព្រោះដោយសារតែជាជនជាតិឆែកផ្ទាល់គេកំពុងរស់នៅដូចគ្នាប៉ុន្តែគេជាជនជាតិមួយដែលប្រទេសគេជាប្រទេសអភិវឌ្ឍប្រទេសគេអ្នកមានប៉ុន្តែគេអាចរស់នៅបានហ្នឹងគ្រាន់តែចំណុចប៉ុណ្ណឹងវាមិនជាអីជាបញ្ហាសម្រាប់យើងជាជនជាតិខ្មែរទេ អរគុណច្រើនបង អរគុណ អរគុណច្រើនបងអរគុណ អរគុណច្រើន អ្នកនរគ្នាបន្ទាប់ពីបានស្ដាប់ពីបទពិសោធន៍របស់គាត់ផ្សេងៗពីគ្នាមកតើអ្នកនរគ្នាយល់មិនដែរហើយបើសិនជាអ្នកនរគ្នាចង់ឲ្យខ្ញុំទៅសម្ភាសសិស្សនិស្សិតយើងផ្សេងៗទៀតពីសំណួរផ្សេងៗក៏កុំភ្លេចប្រាប់ខ្ញុំទាំងអស់គ្នាក្នុង comment ហើយអរគុណអ្នកនរគ្នាដែលបានមើលវីដេអូនេះដល់ចប់ជួបគ្នានៅវីដេអូក្រោយៗបាយបាយ